ទោះមួយរឿងទៀតហើយលោកផែងវណ្ណៈបង្ហោះសារបែបនេះទៅអភិបាលខេត្តតាកែវដែលហួសចិត្តរឿងអ្នកកាសែតហៅផឹកកាហ្វេកាលពីម្សិលមិញដែលត្រូវនៅថ្ងៃទី23ខែមករាឆ្នាំ2026វីដេអូឃ្លីបមួយបានផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Facebook ដែលស្ដីអំពីឯកឧត្តមវ័យសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវសម្ដែងនឹងការហួសចិត្តទៅនឹងអ្នកកាហ្វេមួយរូបដែលហៅលោកផឹកកាហ្វេឯកឧត្តមវ័យសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនិងទិសដៅឆ្នាំ2026របស់សាខាកាកបាទក្រហមខេត្តតាកែវនៅថ្ងៃទី22ខែមករាឆ្នាំ2006ដោយឯកឧត្តមបានមានប្រសាសន៍បែបនេះថាមួយនោះឆាតមកឯងទំនេរទេអីចុំមានការអីហៅបងឯងផឹកកាហ្វេងាប់បាត់ហើយហើយចៅវាយខេត្តទៅផឹកកាហ្វេលេសតែអញ្ចឹងអីហ្នឹងហើយអ្នកកាសែតហើយសួរយើងថាទំនេរអត់អាលាយហើយវាដល់ថ្នាក់ហ្នឹងអាហ្នឹងបញ្ជាក់ថាក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានធ្វើបែបនេះវាមិនត្រឹមត្រូវនោះទេពាក់ព័ន្ធនឹងការលើកឡើងរបស់អភិបាលខេត្តតាកែវខាងលើក៏មានអ្នកសារព័ត៌មានជាច្រើនបានបញ្ចេញមតិហាក់មិនសប្បាយចិត្តទៅនឹងពាក្យសម្ដីរបស់លោកអភិបាលខេត្តរូបនេះដោយអ្នកសារព័ត៌មានមួយរូបបានលើកឡើងបែបនេះថានិយាយអំពីសីលធម៌និងវិជ្ជាជីវៈប៉ុន្តែខ្លួនឯងមិនមានសីលធម៌ផងអភិបាលខេត្តតាកែវលោកវ័យសំណាងរូបនេះស្រែកចំទានឡោកដាក់ក្បាលមីក្រូក្នុងវេទិកាសាធារណៈហៅអ្នកកាសែតដាច់សាច់បើអាមួយនេះឆាតមកបងឯងទំនេរទេនេះឬកម្រិតបញ្ញវន្តនេះឬកម្រិតមន្ត្រីបម្រើរាជឯណាសិលធម៌សង្គមឯណាទៅសិលធម៌ក្នុងការទំនាក់ទំនងរវាងអ្នកកាសែតនិងមន្ត្រីសាធារណៈពាក់ព័ន្ធនឹងករណីខាងលើនេះលោកផៃវណ្ណៈក៏បានធ្វើការបង្ហោះសារចំបែបនេះផងដែរនៅថ្ងៃទី23ខែមករាឆ្នាំ2026ចុះអ្នកសារព័ត៌មានរូបណាទំនេរម្លេះទៅហៅអធិរាជដែនដីខេត្តតាកែវផឹកកាហ្វេបើទំនេរណាមកផឹកកាហ្វេផឹកតែនៅលើភ្នំដាក់ដាំជាមួយខ្ញុំធ្វើឲ្យខៃរ៉ែងដោយផៃវណ្ណៈមើលដើរ25រាជធានីខេត្តមិនខ្ចីស៊ីបាយមន្ត្រីមិនខ្ចីផឹកស្រាមន្ត្រីមិនខ្ចីសុំលុយមន្ត្រីមានលុយខ្លួនឯងប៉ុន្មានចាយប៉ុណ្្នឹងទៅលោកផៃវណ្ណៈបានបន្តទៀតថាខ្ញុំសូមផ្ដាំទៅបងប្អូនអ្នកសារព័ត៌មានមួយចំនួនបើចង់ឲ្យខ្លួនឯងធ្វើព័ត៌មានមានតម្លៃត្រូវនៅឲ្យឆ្ងាយពីតុបាយមន្ត្រីបងប្អូនត្រូវចាំថាហូបបាយគេមួយចានជំពាក់គុណគេមួយជីវិតតែបើយើងជាអ្នកសារព័ត៌មានប៉ាវបាយមន្ត្រីមិនអីនោះទេ